បាទខ្ញុំបាទឈ្មោះអ៊ីប៊ុនលៀនបាទអតីតជាមន្ត្រីបាទនៅក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តួនាទីរបស់ខ្ញុំបាទមុនចូលនិវត្តន៍គឺអនុប្រធាននាយកដ្ឋានសុវត្ថិភាពនិងបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្មបាទតែបច្ចុប្បន្នខ្ញុំបាទក៏ចូលនិវត្តន៍ទៅហើយយើងមានបទពិសោធន៍ច្រើននៅក្នុងការចោះត្រួតពិនិត្យទៅលើឧបករណ៍ដែលមានហានិភ័យខ្ពស់បាទដូចជាឡចំហាយជាដើមបាទហើយមានបទពិសោធន៍ច្រើនក្នុងការចុះវាយតម្លៃទៅតាមរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយដូច្នេះខ្ញុំបាទចង់បញ្យល់អំពីឡចំហាយគឺជាឧបករណ៍ដែលមានហានិភ័យខ្ពស់ក្នុងរយៈពេលដែលវាដំណើរការក្នុងរយៈពេលវែងឬក៏យូរវាអាចជួបប្រទះនូវបញ្ហាផ្សេងកើតឡើងដូចជាការកំណកដូចជាការកើតជាកំណកកំបោរនៅក្នុងឡចំហាយបាទសម្ពាធរបស់វាធ្វើការមិនប្រក្រតីវ៉ាល់សុវត្ថិភាពធ្វើការមិនបានត្រឹមត្រូវល្អបាទធ្វើឲ្យមានការសឹករិចរិលឬក៏ខូចគុណភាពនៃធ្នេផ្សារតំណផ្សាររបស់លោហៈធាតុជាដើមនៅពេលដែលឧបទ្ទវហេតុវាកើតឡើងគឺមានបញ្ហាបណ្ដាលឲ្យមានការផ្ទុះដែលជាវិនាសកម្មដ៏ធ្ងន់ធ្ងរបាទអាចរបួសបាទដោយសារតែការរលាកនៃចំហាយទឹកដែលមានកម្ដៅខ្ពស់បាទហើយក៏ធ្វើឲ្យមានការបាត់បង់នៅថវិកាក្នុងការដែលបញ្ឈប់ឬក៏ផ្អាកសកម្មភាពផលិតកម្មរបស់យើងផងដែរដូច្នេះគ្រប់រោងចក្រសហគ្រាសនិងសិប្បកម្មបាទត្រូវតែធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្តបាទនៅក្នុងការផលិតក្នុងការដំឡើងក្នុងការប្រើប្រាស់ឧបករណ៍គ្រឿងចក្រគ្រឿងម៉ាស៊ីនដែលមានហានិភ័យខ្ពស់ជាពិសេសគឺឡចំហាយហើយយើងត្រូវផ្ដោតសំខាន់ទៅលើតួឡបាទទៅលើនាឡិកាដែលវាស់សម្ពាធទៅលើវ៉ាល់សុវត្ថិភាពបាទទៅលើនីវ៉ូទឹកនៅក្នុងឡចំហាយហើយត្រូវតែពិនិត្យទៅលើបន្ទប់ចំហាយដ៏មានខ្យល់លំខ្យល់ឥន្ធនៈឬក៏អុសនិងបរិក្ខារសុវត្ថិ